សួស្តីទាំងអស់គ្នាឥឡូវយើងបន្តដោះស្រាយលំហាត់នៅក្នុងជំពូកទី2ដដែលទៅលើចំណុច 2.6 ដោយសារក្នុងលំហាត់ 2.4 និង 2.5 មានលក្ខណៈស្រដៀងគ្នាអញ្ចឹងលំហាត់ 2.5 យើងគ្រាន់តែជំនួសដូរនៅតម្លៃលេខ f ហើយការដោះស្រាយនៅលំហាត់មានលក្ខណៈស្រដៀងគ្នាអញ្ចឹងយើងដោះស្រាយលំហាត់ទី6ទាំងអស់គ្នាលំហាត់ទី6គេសួរថា Determine the magnitude of the resultant force FR ស្មើ F1 បូក F2 and its directions measure clockwise from the positive U axis គេចង់សួររកនៅតម្លៃកម្លាំងផ្គួបដែលកម្លាំងផ្គួបនឹងស្មើនឹងកម្លាំងទី1បូកនឹងកម្លាំងទី2ហើយនឹងគេឲ្យរកទិសដៅមុំនៃកម្លាំងផ្គួបដែលធៀបទៅនឹងpositive U axis ហើយតាមទិសដៅស្របទៅនិចនាឡិកាអញ្ចឹងមានន័យថាមុនដំបូងយើងគូរ diagram ដើម្បីរកនៅកម្លាំងផ្គួបនោះយើងនឹងចំណោទបាននៅកម្លាំងផ្គួបហើយគេសួរថាតើមុំដែលធៀបចេញពីUតាមទិសដៅស្របទៅនិចនាឡិកានឹងមានតម្លៃមុំប៉ុន្មានអញ្ចឹងនេះគេសួររកមុំនេះតើមុំនឹងមានតម្លៃប៉ុន្មានអញ្ចឹងដើម្បីដោះស្រាយយើងត្រូវគូរ diagram នេះតមកយើងនឹងចំណោទបាននៅកម្លាំងផ្គួបតាមរយៈ parallelogram law តមកអញ្ចឹងមុំនេះស្មើនឹង75អញ្ចឹងខាងនេះក៏75ដោយសារមុំទល់កំពូលអញ្ចឹងយើងចំណោទមកមុំនេះក៏ស្មើនឹង30ដឺក្រេដូចគ្នាសារមុំទល់កំពូលអញ្ចឹង75ដក30នៅមុំនេះអញ្ចឹងស្មើនឹង45អញ្ចឹងមុំនេះស្មើនឹងមុំនេះស្មើនឹង45ដូចគ្នា45ដឺក្រេអញ្ចឹង30បូក45ដឺក្រេស្មើនឹង75ដឺក្រេនេះជាមុំនេះអញ្ចឹងមុំនេះ75ដឺក្រេមុំនេះក៏ស្មើនឹង75ដឺក្រេដូចគ្នាអញ្ចឹងដើម្បីរកមុំនេះបានគេរកនៅតម្លៃមុំសរុបនៅក្នុង parallelogram ហ្នឹងដោយសារតែវាជា parallelogram មុំនេះប្រកាសជាស្មើនឹងមុំនេះអញ្ចឹងមុំទាំងអស់នៅក្នុង parallelogram ស្មើនឹង n ដក2គុណនឹង180ដឺក្រេតែ n ស្មើនឹង4ចឹង4ដក2គុណនឹង180ស្មើនឹង360ដឺក្រេអញ្ចឹងមុំទាំងអស់នេះស្មើនឹង360ដឺក្រេអញ្ចឹងយក360ដឺក្រេដកនឹង75ដឺក្រេខាងនេះ75ដឺក្រេអញ្ចឹងស្មើនឹង150ដឺក្រេអញ្ចឹង150ដឺក្រេ360ដក150ស្មើនឹង210ចែកនឹង2ដោយសារមុំនេះស្មើនឹងមុំនេះស្មើនឹង105ដឺក្រេនេះស្មើ105ដឺក្រេដូចគ្នាអញ្ចឹងយើងអាចរកនៅតម្លៃនៃកម្លាំងផ្គួបបានដែលយើង apply ទៅលើ cosine law តែ FR ស្មើនឹង F1 ការ៉េបូក F2 ការ៉េដក2ដង F1 F2 កុសនៃមុំទល់នឹងកម្លាំងដែលយើងចង់រកអញ្ចឹង S1 ស្មើនឹង4គីឡូញូតុន F2 ស្មើនឹង6គីឡូញូតុននេះយើងកាត់នៅកម្លាំងនេះ FR ទល់នឹងតម្លៃដែលយើងចង់រកគឺមុំ105ដឺក្រេអញ្ចឹងស្មើនឹងឬ4ការ៉េបូក6ការ៉េដក2គុណនឹង4គុណនឹង6គុណនឹងកុស105ដឺក្រេស្មើនឹង 8.026 គីឡូញូតុនអញ្ចឹងយើងអាចរកនៃតម្លៃផ្គួបបានអញ្ចឹងយើងរកមុំphi នេះគឺពី U axis រហូតដល់ FR អញ្ចឹងដោយសារតែមុំហ្នឹងយើងត្រូវរកមុំសរុបនៅក្នុងនេះមុំសរុបនៅកន្លែងនេះសិនដោយតាំងដោយ theta អញ្ចឹងយើងរកមុំនឹងហើយយើងអាចយកមកដក
មុំសរុបដកនឹងមុំ45ដឺក្រេនេះ45ដឺក្រេនេះយើងនឹងឃើញមុំដែលចង់រកអញ្ចឹងយើងប្រើប្រាស់ sin log អញ្ចឹងsin ដោយសារយើងដឹងកម្លាំង6គីឡូញូតុននេះ6គីឡូញូតុនហើយមុំទល់នឹងវាគឺមុំដែលយើងចង់រកសេតាហ្នឹងអញ្ចឹង sin សេតាលើ6ស្មើនឹង sin 105នៅលើ FA ដែល FA យើងចង់រកហើយឃើញសេតាស្មើនឹង 46.22 ដឺក្រេអញ្ចឹង FA ស្មើនឹងមុំសេតាដកនឹង45ដឺក្រេនោះយើងនឹងបានមុំហ្វីដែលមុំហ្វីនេះគិតចាប់ពី positive u axis រហូតដល់កម្លាំងភួបជាងក្នុងលំហាត់នេះយើងបានរកនៅកម្លាំងភួបដែលស្មើនឹង 8.026 គីឡូញូតុននិងមុំហ្វីស្មើនឹង 1.22 ញូតុនដូច្នេះលំហាត់នេះត្រូវបានបញ្ចប់